រុនសួស្តីបងប្អូនទាំងអស់គ្នាភ្ញាក់ពីគេងហើយនៅថ្មហ្នឹងព្រឹកនេះឃ្លានសម្លម្ជូរល្ហុងខួរក្តាមក៏ចាប់ផ្ដើមរៀបចំធ្វើហើយក៏ចង់ថតចែកជូនបងប្អូនទស្សនាកម្សាន្តលេងផងដែរតែជាដំបូងនេះសូមឲ្យបងប្អូនជួយចុចប៊ូតុង Subscribe ឬក៏ប៊ូតុងជាវម្នាក់មកคลิกមកបងប្អូនណាបាទជាដំបូងនេះគឺយើងមានត្រីកញ្ចុះបាទត្រីកញ្ចុះពងពេញពោះតែម្ដងបាទខែ9ខែ10ហ្នឹងគឺត្រីកញ្ចុះមានច្រើនហើយនេះគឺជាក្តាមហើយនេះគឺខ្លាញ់ក្តាមបាទឬក៏ថាខួរក្តាមហ្នឹងហើយអាហ្នឹងដាក់ទៅតាមតម្រូវចិត្តរបស់បងប្អូនចុះញ៉ាំតិចដាក់តិចញ៉ាំច្រើនដាក់ច្រើនបាទឥឡូវនេះយើងធ្វើការដាំទឹកឲ្យពុះបន្ទាប់មកយើងជ្រុំប្រហុកនិយាយទៅរូបមន្តស្លម្ជូរនេះគេពីដូនតាបងប្អូនទាំងនៅខ្មែរទាំងនៅសហរដ្ឋអាមេរិកឬក៏បណ្ដាប្រទេសណាផ្សេងដែលជាជនជាតិខ្មែរហ្នឹងគឺស្គាល់គាត់ដូចជាចេះធ្វើហើយបងប្អូនប៉ុន្តែគ្រាន់ថាខ្ញុំចង់បង្ហាញសម្រាប់ក្មេងៗចំនួនក្រោយអញ្ចឹងណាបាទហើយនេះគឺយើងចាប់ដើមដាក់ល្ហុងចូលបាទហើយរំងាស់វាបន្តិចទៅបាទប្រើភ្លើងរបស់យើងបាទដុតដើម្បីរំងាស់ឲ្យវាផុយបន្លែបន្តិចបន្ទាប់មកយើងដាក់ត្រីកញ្ចុះចូលបងប្អូនបាទដាក់ត្រីកញ្ចុះចូលដើម្បីឲ្យវាបាទកាត់ឆ្អាបក៏ដូចជាឲ្យវាឆ្អិនហើយមើលចុះក្រហមនោះគឺពងរបស់វាបន្ទាប់មកយើងធ្វើការជ្រុំម្ជូរចូលបងប្អូនបាទម្ជូររបស់យើងគឺក្តឹប7ខ្ចីបងប្អូនណាបាទដាក់អីទៅតាមចំណូលចិត្តបងប្អូនមានអីដាក់ក្នុងទៅឲ្យតែជាម្ជូរបាទហើយខ្ញុំមានក្តឹប7ខ្ចីបាទជុំបដានេះខ្ញុំ voice over សលេងបដាគឺស្រក់ទឹកមាត់ពោះឃើញម្ជូរបងប្អូនបាទបន្ទាប់មកគឺយើងដាក់ក្តាមរបស់យើងចូលបាទយើងបកយើងសម្អាតវាឲ្យស្អាតហើយបាទយើងចាប់ផ្ដើមលាងទឹកហើយដាក់វាចូលទៅក្នុងឆ្នាំងរបស់យើងបាទអាហ្នឹងគេហៅថាសម្លម្ជូរល្ហុងខួរក្តាមដាក់ត្រីកញ្ចុះបាទវាឡើង3មុខ4មុខដែរបងប្អូនណាបាទបន្ទាប់មកយើងដាក់ខ្លាញ់ក្តាមចូលបាទឬក៏ថាខួរក្តាមហ្នឹងបាទនិយាយទៅទឹកវានឹងគឺថាចេញពណ៌មកឡើងក្រហមលឿងល្អណាស់បងប្អូនមើលទៅវាខាប់ណាអញ្ចឹងបងប្អូនចូលចិត្តច្រើនដាក់ច្រើនទៅបាទហើយក៏មានម្ហូបមួយមុខទៀតដែលបងប្អូនធ្លាប់ស្គាល់នោះគឺហៅថាម៉ាំល្ហុងបើនៅស្រុកខ្ញុំខាងកំពង់ចាមគឺត្រីប្រៃបងប្អូនគេហៅត្រីប្រៃហើយជាស្នាដៃរបស់អ្នកម្ដាយក្មេកដែលគាត់ធ្វើផ្ញើមកឲ្យបងប្អូនណាបាទឥឡូវនេះងាកមកសម្លរបស់យើងឃើញថាឆ្អិនហើយបងប្អូនឆ្អិនបដាហើយនេះកំពុងតែហាន់ម្អមដាក់ប៉ុន្តែតាមពិតទៅសម្លម្ជូរល្ហុងគូក្តាមនេះបើយើងដាក់ម្រះព្រៅគឺចំណងជាងហើយអានេះវាជាចំណូលចិត្តរបស់ខ្ញុំគឺដាក់ម្រះព្រៅវាត្រូវហ្មងត្រូវជាងម្អមបងប្អូនប៉ុន្តែដោយសារយើងអត់មានអញ្ចឹងក៏យើងដាក់ម្អមទៅដើម្បីបន្ថែមនៅក្លិនក៏ដូចជារសជាតិនៅក្នុងមុខម្ហូបសម្លម្ជូរខួរក្តាមល្ហុងដាក់ត្រីកញ្ចុះនេះផងដែរបាទឥឡូវនេះឆ្អិនហើយបាទឆ្អិនហើយបាទមកបើកមួយខ្ពប់អូបងប្អូនហើយឈ្ងុយណាស់ឈ្ងុយពេញផ្ទះបាយតែម្ដងបាទមកបងប្អូនសាកតេស្តសាកភ្លុកឬក៏អេសេជាមួយខ្ញុំមើលថាតើមានរសជាតិយ៉ាងណាអើយបងប្អូនហើយម្ហូបខ្មែរយើងគេថាបងប្អូននៅខ្មែរនៅថៃនៅអាមេរិកនៅណាក៏ដែរបាទគ្រាន់តែឃើញសម្លហ្នឹងគឺថានឹកឃើញការប្រវត្តិនៅស្រុកខ្មែរនៅស្រុកខ្លួនឯងកាលពីក្មេងៗណាបាទគឺថាធ្លាប់ដើររើសខ្យងដើររកក្តាមតាមស្រែតាមបាទពេលដែលខែធ្លាក់ភ្លៀងមកបងប្អូនបាទដូចយើងចាក់បត់សំណោះដើមឆ្នាំអីហ្នឹងធ្វើឲ្យយើងនឹករលឹកឃើញទៅអតីតកាលក៏ដូចជានៅស្រុកកំណើតនៅកាលពីក្មេងៗនោះបាទឥឡូវអត់ទេនិយាយបាទចុងភៅគឺថាដួសសម្លនឹងរួចរាល់បាត់ទៅហើយបាទមើលចុះបងប្អូនទំនងណាបាទនេះមិនមែនសម្លការីណាបងប្អូនណាហើយក៏មិនមែនសម្លប្រហើរសម្លកកូរដែរតែជាសម្លម្ជូរល្ហុងខួរក្តាមដាក់ត្រីកញ្ចុះបាទឥឡូវនេះចុងភៅអេសេហើយបាទអើយទំនងណាចុងភៅនេះឆ្ងាញ់អត់មានមើលកាមេរ៉ាទេបាទគឺថាដាក់យកយោយនោះពងបាទពងត្រីឯនោះបាទត្រីកញ្ចុះបាទគេថាដាក់មុំមាត់ទៅពេញមាត់តែម្ដងបាទហើយយើងមានម៉ាំបាទមានបន្លែមានអីចឹងទៅហ
ហូបជាមួយនឹងសម្លម្ជូរល្ហុងខួរក្ដាំដាក់ត្រីកញ្ចុះក្តៅក្តៅហត់ទៅអាយយទំនងណាបងប្អូនអើយទំនងណាបាទ admin ថតនេះហៀទឹកមាត់ផងអីផងហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងទេហើយសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងហើយបាទចុចដាក់រូបកណ្ដឹងក៏បានអីក៏បានដែរតែបើបានត្រឹមតែចុច Subscribe ហ្នឹងគឺសប្បាយចិត្តហើយបងប្អូនបាទបានធ្វើវីដេអូចែកជូនបងប្អូនក៏ដូចជាចង់ផលិតមាតិកាធ្វើម្ហូបនេះឲ្យច្រើនបាទផុសទៅលើបណ្ដាញសង្គមផងដែរបាទជាស្នាដៃទុកសម្រាប់កូនខ្មែរចំនួនក្រោយបាទកុំភ្លេចជួយចុច Subscribe ផងបងប្អូនបាយបាយ